តកតងនឹងមេរោគថ្មីឈ្មោះថា Hanta virus បាទមេរោគ Hanta virus នេះគឺកំពុងតែคล้ายទៅជាព័ត៌មានក្តៅពេញពិភពលោកដែរបងប្អូនហើយកុំជួលច្បល់បាត់ម្ចាស់ការអីវាមិនមែនជាជំងឺដូចមេរោគCOVID-19 ទេអង្គការសុខភាពពិភពលោកក៏បានប្រកាសហើយថាមេរោគនេះវាធ្ងន់ធ្ងរប៉ុន្តែមិនមែនជាធ្ងន់ធ្ងររហូតដល់ឆ្លងរាតត្បាតដូច COVID-19 ទេអញ្ចឹងមេរោគថ្មីឈ្មោះថា Hanta virus វីរុស Hanta នេះគឺបានសម្លាប់មនុស្ស3នាក់ហើយមានករណីដែលឆ្លងហ្នឹងដូចជា11ករណីឯណោះនៅក្នុងហ្នឹងគឺស្លាប់3នាក់ហ្នឹងគឺមែនតើឥឡូវនេះគឺគេរកឃើញនៅលើកប៉ាល់ទេសចរទេកប៉ាល់ទេសចរនៅម្ដុំដែនសមុទ្ររបស់អាសង់ទីននេះណានោះអញ្ចឹងគេកំពុងតាមដានរហូតដល់ប្រទេសកាណាដានិងសហគមន៍អឺរ៉ុបហ្នឹងព្រោះអីភ្ញៀវទេសចរហ្នឹងមកពីតំបន់អឺរ៉ុបអីអញ្ចឹងតែនៅកម្ពុជាមិនទាន់មានករណីឆ្លងនេះគ្រាន់តែមានការបង្ការដែលឃើញក្រសួងសុខាភិបាលកម្ពុជាក៏ចេញជាសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី9នឹងដែរដែលឲ្យការពារខ្លួនពីជំងឺឆ្លងឈ្មោះថាវីរុស Hanta ហ្នឹងបងប្អូនពួកគាត់និយាយជំងឺឆ្លងហ្នឹងគឺគេឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វកាកេគឺមានកណ្ដោកប្រុកមានស្កាមានសពូចជាពិសេសទឹកនោមឬលីមួកឬក៏ទឹកមាត់និងធូលីដែលស្ងួតនៅកន្លែងដែលមានលីមួកឬទឹកនោមសត្វកកហ្នឹងដែលវីរុសហ្នឹងវីរុស Hanta ហ្នឹងអាចឆ្លងតាមអញ្ចឹងតាមរយៈការខំឬខ្វាចដោយសត្វកាកេអាចកើតមានប៉ុន្តែកម្រទេឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមកតែអញ្ចឹងណាហើយរោគសញ្ញានៃជំងឺនេះមានដូចជាអស់កម្លាំងក្តៅខ្លួនឈឺសាច់ដុំឈឺក្បាលវិលមុខឈឺពោះចង្អោរក្អួតរាកក្អកពិបាកដកដង្ហើមបងប្អូនខ្ញុំអានអានេះទៅស្រាប់តែគិតថាកើតជំងឺឬក៏ Hanta virus ហ្នឹងអត់ទេបងប្អូនឈឺក្បាលចឹងមកអាយុអារឿងនយោបាយហ្នឹងក៏ឈឺក្បាលរាប់សិបឆ្នាំ30 40ឆ្នាំហើយវាអត់មានកើតវីរុស Hanta ហ្នឹងណាទេកុំភ័យខ្លាំងពេកហើយក្អួតចោលហ្នឹងអ្នកខ្លះចាញ់កូនចាញ់អីក្អួតចោលរាល់ព្រឹកមិនមែនកើតរោគហ្នឹងឯងកុំភ័យខ្លាំងពេកអានេះគ្រាន់តែថាឲ្យដឹងត្រួសតែប៉ុណ្្នឹងទេបងប្អូនបើករណីធ្ងន់ហ្នឹងបណ្ដាលឲ្យរលាកសួតខ្សោយប្រព័ន្ធដកដង្ហើមហូរឈាមក្នុងសរីរាង្គអញ្ចឹងបច្ចុប្បន្ននេះអត់ទាន់មានឱសថឬក៏វ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារទេអញ្ចឹងបងប្អូនគ្រាន់តែបង្ការទៅក្រសួងសុខាភិបាលកម្ពុជានិយាយថាវិធីបង្ការគឺរក្សាអនាម័យផ្ទះសម្បែងកន្លែងធ្វើការបរិស្ថានជុំវិញឲ្យស្អាតបិទច្រកចេញចូលដល់សាច់សត្វកាកេហ្នឹងសត្វកដោអីហ្នឹងកុំឲ្យចូលកំចាត់កន្លែងថាកុំឲ្យចូលអីមានខ្មែរយើងខ្លះហូបកដោដែរកំចាត់កន្លែងដែលអាចជាជំរករបស់សត្វកាកេរក្សាទុកអាហារនិងទឹកឲ្យបានត្រឹមត្រូវមានសុវត្ថិភាពកុំឲ្យសត្វកាកេសត្វកដោនឹងចូលប៉ះពាល់ពេលសម្អាតកន្លែងដែលមានសត្វកាកេត្រូវពាក់ម៉ាស់ស្រោមដៃប្រើទឹកសាប៊ូទឹកលាយសារធាតុក្លរីនសម្រាប់សម្រាប់សម្អាតអីចឹងទៅមិនត្រូវបោះធូលីស្ងួតនៅកន្លែងដែលមានលាមកឬទឹកនោមសត្វកាកេព្រោះអាចបង្កឲ្យវាហុយចូលច្រមុះចូលមាត់អីចឹងទៅបាទនឹងលាងដៃសម្អាតអីនេះគឺជាវិធីបង្ការខ្ញុំអស់ប៉ុណ្ណឹងឯងបងប្អូនដោយសារតែព័ត៌មាននេះត្រឹមប៉ុណ្ណឹងចុងក្រោយគឺតកតងនឹងលោកត្រាំបញ្ជាឲ្យគេបញ្ចេញឯកសារអំពីថាហោះឲ្យអស់សង្ស័យតែអ្វីៗរត់តែសង្ស័យការពារខ្លួនហ្នឹងក៏អត់បាននិយាយទេគឺតុលាការបានកាត់ទៅតាមអ្វីដែលគាត់អត់ព្រមសហការជាមួយតុលាការហើយសុកចិត្តឲ្យរឿងក្តីនេះបិទបញ្ចប់ដោយគេរកឃើញថាគាត់ជាអ្នកកាន់កំភ្លើងបាញ់សម្រាប់ប្តីអីអញ្ចឹងទៅហើយបិទតែមិនមានចេតនាអីឲ្យប្រកាសប៉ុន្តែគេដឹងថាអ្នកដែលប្រព្រឹត្តឲ្យមានអកតកម្មនេះគឺលោកស្រីលឹមធីរីដូច្នេះតុលាការបានផ្តន្ទាទោសគាត់ឲ្យជាប់គុកអស់មួយជីវិតអញ្ចឹងអ្វីដែលបាត់ឆ្ងាយដែលពិភពលោកអត់បានដឹងតុលាការក៏មិនបានដឹងអ្នកជំនុំជម្រះអត់បានដឹងហ្នឹងគឺវិបត្តិផ្លូវចិត្តរបស់គាត់ស្ថានភាពការធ្វើទុកបុកម្នេញគៀបសង្កត់ពីប្តីពីអីនៅក្នុងស្ថានភាពគ្រួសារដ៏លំបាកលំបិនមែនតើរហូតដល់គាត់ឈានទៅដល់ការសម្រេចសម្លាប់ខ្លួនមុននឹងប្រហែលអាទិត្យហើយការសម្លាប់ខ្លួននឹងចង់ធ្វើយូរហើយជំងឺផ្លូវចិត្តហ្នឹងគឺវាដាបមែនតើអាទាំងអស់នេះគឺបាត់សូនឈឹងចេញពីការជជែកហើយដោយសារអីថ្ងៃនេះតុលាការបានសម្រេចបដិសេធសំណើសុំឲ្យជំនុំជម្រះឡើងវិញឥឡូវខ្ញុំពន្យល់អំពីមូលហេតុអីបានជាតុលាការបដិសេធសំណើសុំជំនុំជម្រះឡើងវិញតើគាត់ដាក់ភ័ស្តុតាងអីដែលតុលាការច្រានចោលហើយរឿងនេះគឺជារឿងមួយគួរឲ្យខកចិត្តមែនតើខ្ញុំមែនតើជាអ្នកដែលទៅចូលរួមនៅក្នុងសវនាការនឹងដែរគឺខ្ញុំខកចិត្តជាងគេខ្ញុំខកចិត្តហ្នឹងគឺដោយសារបំណងរបស់ខ្ញុំគឺខ្ញុំប្រថុយប្រឋានគ្រប់បែបយ៉ាងខ្ញុំសុកចិត្តបាត់បង់ការងារជាអ្នកបកប្រែនៅតុលាការហ្នឹងគឺដោយសារតែខ្ញុំយករឿងលីមធីរីនេះយកមកផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គម YouTube ដើម្បីរកពន្លឺយុត្តិធម៌ថាតើអីទៅនៅពីក្រោយវាំងនននៃ
ឃាតកម្មដែលគ្មានគោលដៅចេតនាអីដែលធីរីមិនបាននិយាយមួយម៉ាត់សោះហ្នឹងអញ្ចឹងខ្ញុំពេលដែលចូលសវនាការគាត់ដំបូងគឺមន្ទិលនៅក្នុងផ្លូវចិត្តរបស់ខ្ញុំមួយគឺខ្ញុំថារឿងនេះគឺមានអាចកំបាំងមែនតើព្រោះមិនដែលអ្នកណាសម្លាប់មនុស្សម្នាក់ឲ្យជាប់គុកអស់មួយជីវិតអត់ដឹងថាស្លាប់សម្លាប់ដើម្បីអីវាគួរតែមានគោលបំណងថាយើងឆ្លោះគ្នាយើងខឹងគ្នាយើងមានគំនុំគុំគួនឬក៏យើងចង់បានទ្រព្យឬក៏យើងចង់បានអីយ៉ាងហោចណាស់ក៏មានតម្រុយមួយថាឬក៏មានប្រុសថ្មីឬក៏មានស្អីក៏ថាស្អីក៏បានដែរឲ្យតែមានបំណងនៅក្នុងការដែលបាញ់ហ្នឹងវាអត់មានគឺបានន័យថាគាត់ត្រូវជាប់គុកអញ្ចឹងទៅហើយស្ងាត់បាត់ឈឹងអញ្ចឹងទៅអានេះហើយដែលធ្វើឲ្យខ្ញុំដែលទៅបកប្រែហ្នឹងគឺខ្ញុំមានមន្ទិលហើយខ្ញុំក៏ចាប់ផ្ដើមកកកកាយរឿងហ្នឹងឡើងវិញដើម្បីយកមកផ្សព្វផ្សាយទៅសួរបងប្អូនសួរក្រុមគ្រួសារសួរញាតិមិត្តអីគាត់ទៅក៏បែកអូហូស្ទឹងដឹងរឿងច្រើនមែនតើនៅពីក្រោយឆាកហ្នឹងដែលអត់បានលាតត្រដាងតទៅសោះហើយថ្ងៃមិញនេះគឺខ្ញុំសង្ឃឹមមែនតើគឺសង្ឃឹមថាតឡាការហ្នឹងនឹងដូចថាដោះស្រាយតាមសំណើរបស់មេធាវីរបស់ Lim Theory ដែលដាក់ទៅគឺលោក Chase Smith ដែលជាមេធាវីរបស់រដ្ឋទេមិនមែនជាមេធាវីជួលទេព្រោះអីរដ្ឋនៅរដ្ឋ Tennessee តែយើងអត់លុយយើងក្រីក្រយើងគ្មានអីទីពឹងអីអញ្ចឹងគឺករណីឃាតកម្មឬក៏បាត់ល្មើសព្រំប្រទានបែបនេះតុលាការគេត្រូវការដែលចាត់មេធាវីការពារក្តីឲ្យយើងពីរដ្ឋដូច្នេះមេធាវីហ្នឹងគឺជាមេធាវីដែលស៊ីប្រាក់ខែរដ្ឋទេហើយអញ្ចឹងទៅគាត់មកជួយការពារក្តីតែលើកនេះអ្វីដែលជាជំហររបស់មេធាវីនៅក្នុងរឿងក្តីនេះគឺគាត់អត់និយាយអំពីធីរីមានបញ្ហាវិបត្តិផ្លូវចិត្តអត់និយាយអំពីធីរីប្តីនឹងគម្រាមកំហែងអត់និយាយអំពីស្អីទាំងអស់ដឹងបងប្អូនដឹងគាត់យកកម្មវត្ថុអីយកទៅដាក់ដើម្បីឲ្យតុលាការជំនុំជម្រះក្តីឡើងវិញទេគឺគាត់យកហេតុផលមួយថាតុលាការត្រូវជំនុំជម្រះក្តីឡើងវិញដោយសារខ្ញុំនេះមួងណារ៉េតនេះធ្វើឲ្យសវនាការហ្នឹងឆាចោលតាមរយៈការបកប្រែដែលខ្ញុំជាអ្នកបកប្រែហើយបែរទៅជាយករឿងរ៉ាវនៅក្នុងសវនាការតាក់ទងនឹងរឿងជំនុំជម្រះក្តី Lim Theory ហ្នឹងយកទៅផ្សព្វផ្សាយតាមបណ្ដាញសង្គម YouTube ដើម្បីឲ្យពិភពលោកដឹងរឿងក្តីដែលខ្ញុំរំលោភបំពានគោលការណ៍បកប្រែអញ្ចឹងទៅហើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតដែលខ្ញុំមិននឹកស្មានដល់គឺខ្ញុំបានប្រាប់បងប្អូនហើយតែខ្ញុំទៅសវនាការនេះគឺខ្ញុំទៅក្នុងនាមជាអ្នកដែលទៅតាមដានសង្កេតការដោយស្ម័គ្រចិត្តទេបងប្អូនដឹងហើយខ្ញុំមិនមែនតឡាការជួលខ្ញុំទៅទៀតទេគឺព្រោះអីតឡាការគេជួលអ្នកបកប្រែម្នាក់ខ្មែរម្នាក់ពីក្រុងឡុងប៊ិចទៅដែរហើយខ្ញុំទៅនេះគឺទៅក្នុងនាមជាអ្នកស្ម័គ្រចិត្តទៅតាមឃ្លាំមើលសវនាការនឹងទៅដើម្បីជាកម្លាំងចិត្តឲ្យធីរីតែប៉ុណ្ណោះឯងអត់មានរឿងទៅដើម្បីទៅចូលរួមនៅក្នុងដំណើរការហ្នឹងទេអត់មានទេហើយមេធាវីរបស់ Lim Theory ហ្នឹងគឺគាត់មានអ្នកបកប្រែម្នាក់នៅឯរដ្ឋ Washington State ដែល Theory បានប្រាប់ខ្ញុំថាអ្នកបកប្រែរូបនេះកាលពីដើមឡើយគឺគាត់បកប្រែឲ្យតុលាការអញ្ចឹងតែប៉ុន្តែចុងក្រោយក៏សម្រេចដូរថាឈប់ធ្វើជាអ្នកបកប្រែសុំធ្វើជាសាក្សីឲ្យធីរីហើយខ្ញុំស្មានតែគាត់ធ្វើសាក្សីឲ្យធីរីហ្នឹងដើម្បីនិយាយអំពីថាធីរីហ្នឹងអត់ដឹងច្បាប់អត់ដឹងសិទ្ធអត់ដឹងអីទេពេលដែលគេសម្ភាសស្ដាប់គ្នាមិនបានមិនយល់អីចឹងគាត់តែឆ្លើយដាក់បន្ទុកខ្លួនឯងចឹងទៅដោយសារតែការដែលមិនដឹងច្បាប់មិនយល់អីហើយបើខ្ញុំសង្ឃឹមថាអ្នកបកប្រែរូបនោះដែលជាខ្មែរដែរគាត់ច្បាស់ណាស់គាត់នឹងនិយាយដើម្បីជួយការពារធីរីឲ្យតឡាការជំនុំជម្រះក្តីឡើងវិញទៅព្រោះអីគ្នាអត់បានយល់សិទ្ធអត់បានយល់ដឹងអីទាំងអស់អត់សូវដឹងនេះការស្រមៃរបស់ខ្ញុំដែលខ្ញុំគិតថា100%ទៅផ្លូវហ្នឹងណាស្រាប់តែចុងក្រោយគឺបុគ្គលនេះឯងគឺជាអ្នកដែលប្តឹងខ្ញុំពីរឿងធ្វើឲ្យខូចក្រមសីលធម៌ឬក៏ដូចថាកងត្រាការងារបកប្រែជាមួយនឹងតុលាការនេះខ្ញុំដំបូងខ្ញុំអត់យល់ខ្ញុំបានប្រាប់ផ្សាយប្រាប់បងប្អូនហើយខ្ញុំថាចោះមានអ្នកណាគេមករករឿងខ្ញុំពីរឿងណែផ្សព្វផ្សាយរឿងក្តីធីរីនៅលើបណ្ដាញសង្គម Facebook ឬ YouTube គ្រាន់តែខ្ញុំផ្សាយដើម្បីរកយុត្តិធម៌ឲ្យធីរីសោះហេតុអីបានជាមករករឿងខ្ញុំមករករឿងឲ្យខ្ញុំខុសគោលការណ៍ខុសក្រមសីលធម៌អ្នកបកប្រែខ្ញុំដឹងតាខ្ញុំទៅធ្វើការជាអ្នកបកប្រែខ្ញុំដឹងដែនកំណត់របស់ខ្ញុំហើយខ្ញុំបានប្រាប់ទៀតតឡាការក៏គេសរសេរលិខិតមកសួរខ្ញុំទៀតសួរថាមានគេរាយការណ៍ហើយអ្នករាយការណ៍ហ្នឹងគឺអ្នកបកប្រែរូបហ្នឹងតែម្ដងបើតាមខ្ញុំសន្និដ្ឋាន
ខ្ញុំមិនបញ្ចេញឈ្មោះទេបងប្អូនតិចទៀតនឹងដឹងឈ្មោះគាត់ហើយគាត់ថាខ្ញុំមិនចង់យករឿងនេះជារឿងធំទេគាត់តែខ្ញុំចង់និយាយថារឿងហេតុអីបានជាមេធាវីយករឿងបកប្រែនេះយកទៅដោះស្រាយនៅក្នុងសវនាការឲ្យគេបដិសេធបានយ៉ាងផុយយ៉ាងស្រួលណាហើយឥឡូវខ្ញុំនឹងបញ្យល់រឿងនេះដែលធ្វើឲ្យរឿងសំណុំរឿងធីរីហ្នឹងគឺអាភ័ព្វមែនតើខ្ញុំចង់ស្រក់ទឹកភ្នែកដោយសារតែម្នាក់មើលទៅដូចចង់ជួយគាត់ប៉ុន្តែដូចជាទៅជាធ្វើឲ្យគាត់ចាញ់ក្តីទៅវិញណារឿងចាខ្ញុំបានប្រាប់បងប្អូនហើយពេលដែលបកប្រែនៅសវនាការជាមួយករណី Lim Theory នឹងរួចណាគឺខ្ញុំត្រូវបានតឡាការនឹងពមៀនខ្ញុំតាមរយៈអ៊ីមែលហើយដោយសារតែមានគេប្តឹងហើយអ្នកប្តឹងនេះខ្ញុំអត់ដឹងអ្នកណាទេប៉ុន្តែអ្នកនោះច្បាស់ជាខ្មែរព្រោះអីតោះតែស្ដាប់វីដេអូ YouTube ខ្ញុំដឹងបានអាចនឹងដឹងតែខ្ញុំនិយាយអីហើយអ្នកនោះឯងបានតែខ្ញុំដឹងថាឥឡូវហ្នឹងគឺជាអ្នកបកប្រែរូបហ្នឹងដែលខំប្រឹងស្ម័គ្រចិត្តធ្វើជាសាក់សីឲ្យធីរីហ្នឹងតែការពិតគឺគាត់ប្តឹងខ្ញុំតាំងពីដើមទីមកហ្នឹងគឺដោយសារខ្ញុំហ្នឹងចូលទៅកកកកាយដល់កិច្ចការផ្ទៃក្នុងរបស់ធីរីរឿងក្តីមិនមែនចឹងឯងហើយមែនតើខ្ញុំអាសូរបន្តិចដែរព្រោះអីដូចខ្ញុំនិយាយចឹងខ្ញុំយកការងារខ្ញុំបថុយប្រឋានបាត់បង់ការងារដើម្បីការពារប្រយោជន៍យុត្តិធម៌ករណីលឹមធីរីខ្ញុំអត់មានតការពារឃាតករអត់មានតការពារអីទេខ្ញុំការពារតែប្រយោជន៍យុត្តិធម៌ខ្ញុំនិយាយតាំងពីដើមទីមកហើយខ្ញុំបានប្រាប់ឲ្យថាខ្ញុំអត់ខ្វល់នឹងបាត់បង់ការងារនៅតុលាការហ្នឹងទេខ្ញុំមិនខ្វះការងារធ្វើទេហើយខ្ញុំខ្លួនឯងហ្នឹងក៏ធ្វើឲ្យខូចcredit របស់ខ្ញុំដែរកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជាអ្នកបកប្រែអាជីពដែរដែលយើងចូលទៅក្នុងសវនាការតែយើងយករឿងសវនាការយកមកផ្សាយអានេះខ្ញុំអត់មានបង្ហាញថាជាមោទនភាពរបស់ខ្ញុំទេក៏ប៉ុន្តែខ្ញុំក៏មានការកិច្ចការការពារខ្លួនដែរព្រោះខ្ញុំអត់មានបានផ្សាយរឿងផ្ទៃក្នុងសម្ងាត់អីមេធាវីនិយាយមួយធីរីថាម៉េចធីរីនិយាយប្រាប់មេធាវីថាម៉េចគេឲ្យធ្វើម៉េចតាក់ទិចអីយ៉ាងម៉េចខ្ញុំអត់មានបាននិយាយរឿងហ្នឹងទាំងអស់ខ្ញុំនិយាយរាយការណ៍តាអ្វីដែលតឡាការកាត់ក្តីជាសាធារណៈអ្នកណាក៏ចូលក្នុងសវនាការសាធារណៈនឹងបានដែរហើយអ្វីដែលជារឿងក្តីខ្ញុំរាយការណ៍ទៀតសោតមិនមែនរាយការណ៍ក្នុងនាមខ្ញុំជាអ្នកបកប្រែដឹងរឿងក្តីទេគឺរាយការណ៍ក្នុងនាមជាអ្នកដែលអានសារព័ត៌មាននៅឯ Clarksville នោះគេមាន clarksvillenow.com មួយដែលជាសារព័ត៌មានគេតាមដានរឿងក្តីធីរីនឹងយូរហើយតាំងពីឆ្នាំ2022មកម្ល៉េះហើយខ្ញុំទៅមើលសារព័ត៌មានតាំងពីដើមទីមកបានដឹងរឿងធីរីនឹងហើយទៅខ្ញុំផ្សាយទៅតាមអ្វីដែលជាសារព័ត៌មាននឹងផ្សព្វផ្សាយអត់មានថែមអីថែមតែក្នុងមួយអ្វីដែលសារព័ត៌មានអត់ផ្សព្វផ្សាយគឺថែមនៅក្នុងពេលដែលខ្ញុំសម្ភាសក្រុមគ្រួសារគាត់ដូចជាប្អូនស្រីគាត់លឹមធីរ៉ាដូចជាម្ដាយគាត់ណាមីងនីពេជ្រនីហើយនឹងប្អូនស្រីប្អូនចដូនមួយរបស់ធីរីនៅឯកូរ៉េខាងត្បូងឡៃហ៊ីអីអញ្ចឹងនៅក្នុងនិយាយអំពីស្ថានភាពផ្លូវចិត្តរបស់ធីរីហើយស្ថានភាពផ្លូវចិត្តរបស់ធីរីហ្នឹងក៏អត់មានប៉ះពាល់នៅក្នុងសវនាការអីដែរព្រោះអីអ្វីដែលខ្ញុំផ្សព្វផ្សាយនឹងទៀតសោតគឺសវនាការចប់ទៅហើយគឺក្រោយថ្ងៃទី30ខែមេសាទៅទៀតប៉ុន្តែមានអ្នកដែលមកឆ្កឹះឆ្កៀលមករករឿងហ្នឹងគឺប្រហែលជារករឿងតាក់ទងនឹងវិជ្ជាជីវៈបកប្រែអូខេខ្ញុំទទួលស្គាល់ប៉ុន្តែខ្ញុំបានប្រាប់ឲ្យតើថាខ្ញុំមិនមែនរាយការណ៍ក្នុងនាមជាអ្នកបកប្រែខ្ញុំអត់បានទៅរាយការណ៍លើបណ្ដាញសង្គមប្រាប់ថាណែខ្ញុំដឹងរឿងនេះដោយសារខ្ញុំចូលបកនៅក្នុងសវនាការហ្នឹងពេញទំហឹងអីអញ្ចឹងមិនមែនទេខ្ញុំបកខ្ញុំប្រាប់ពេលដែលខ្ញុំផ្សាយខ្ញុំប្រាប់រាល់តែដងថាព័ត៌មានដែលខ្ញុំបានគឺជាព័ត៌មានសាធារណៈអ្នកណាក៏បានដែរឲ្យទៅចូលក្នុងសវនាការឬក៏អានសារព័ត៌មាន clarksvillenow.com អីចឹងអានេះគឺជាជំហររបស់ខ្ញុំហើយទៅតឡាការគេទេមកសួរសេអ៊ីមែលមកសួរខ្ញុំថាតើខ្ញុំពិតជាយករឿងលឹមធីរីទៅនិយាយនៅក្នុង YouTube របស់ខ្ញុំអីចឹងខ្ញុំថាខ្ញុំនិយាយគឺនិយាយតាមអ្វីដែលតឡាការបានដំណើរការក្តីដោយប្រព័ន្ធផ្សព្វផ្សាយមួយនៅ Clarksville គេនិយាយជាសាធារណៈតឡាការគេថាអូខេអញ្ចឹងអត់មានបញ្ហាអីហើយឥឡូវស្រាប់តែមកដល់ថ្ងៃនេះអ្នកបកប្រែរូបនោះដែលគួរតែជាសាក្សីនៅក្នុងរឿងនេះអត់ឃើញមកបង្ហាញខ្លួនទេសត្វតែមេធាវីលឹមធីរីហៅខ្ញុំចូលធ្វើជាសាក្សីនៅក្នុងសវនាការដែលរឿងនេះគឺថាដូចបៃលុកបៃឡចឹងបងប្អូនខ្ញុំសោកស្ដាយណាស់រឿងធីរីជាប់គុកអស់មួយជីវិតហើយចុងក្រោយគេធ្វើដូចបៃលុកបៃឡចឹងខ្ញុំស្ដាយមែនតើស្ដាយនៅថ្ងៃនេះខ្ញុំអាចនិយាយបានគ្រប់រឿងព្រោះខ្ញុំមិនមែនជាអ្នកបកប្រែទេខ្ញុំនិយាយក្នុងសវនាការដែលកើតឡើងដោយសារតែខ្ញុំវាខកចិត្ត
ខ្ញុំចូលទៅក្នុងសវនាការដូចខ្ញុំបានជម្រាបជូនបងប្អូនហើយថាទៅឃ្លាំមើលតាមដានសង្កេតការណ៍ធារីដើម្បីជាកម្លាំងចិត្តដើម្បីជួយអាចដល់ក្រុមការងាររបស់មេធាវីរបស់ធារីដែរក៏ប៉ុន្តែមេធាវីនេះអត់ដែលបានតាក់ទងខ្ញុំសុំតែបីតែមួយម៉ាត់ហើយគាត់ទៅយកអ្នកដែលបកប្រែម្នាក់ទៀតដែលខ្ញុំនិយាយថាប្តឹងខ្ញុំហ្នឹងយកមកធ្វើជាសាក្សីដើម្បីសង្ឃឹមថាបើសិនជាបរិហាខ្ញុំទៅរករឿងទង្វើរបស់ខ្ញុំដែលធ្វើឲ្យខុសប្រះចាកពីក្រមសីលធម៌នៃការបកប្រែអញ្ចឹងអាការបកប្រែហ្នឹងវាឆាចោលអញ្ចឹងការជំនុំជម្រះក្តីទាំងអស់ហ្នឹងវាឆាចោលយើងត្រូវតែជំនុំជម្រះក្តីឡើងវិញនេះអានេះគឺជាសេណារីយ៉ូដែលរៀបចំដោយមេធាវីរបស់លឹមធីរីជាមួយនឹងអ្នកបកប្រែខ្មែររូបហ្នឹងដែលនៅរដ្ឋ Washington State ហ្នឹងហើយដល់ពេលចូលទៅក្នុងសវនាការខ្ញុំអត់ដឹងរឿងស្រាប់តែ Chase Smith ឃើញខ្ញុំអង្គុយនៅក្នុងកៅអីនៅក្នុងសវនាការហៅខ្ញុំឡើងចូលទៅកញ្ចក់សេះមិនមែនតែកញ្ចក់សេះកន្លែងស្បត់ដើម្បីធ្វើជាសាក្សីខ្ញុំភ្ញាក់ព្រឹតនិយាយអត់ណាដោយស្មោះត្រង់គឺបើសិនជាតឡាការហៅខ្ញុំជាសាក្សីតឡាការត្រូវជួលខ្ញុំមិនមែនត្រូវឲ្យខ្ញុំបង់លុយខ្លួនឯងទេទី1ត្រូវចេញដីកាដើម្បីអញ្ជើញខ្ញុំហៅជាសាក្សីអាហ្នឹងដោយសារមានសំណើសំណងពរពីមេធាវីការពារក្តីឲ្យលោកស្រីលឹមធីរីអាហ្នឹងទី1ទី2ត្រូវបង់លុយថ្លៃធ្វើដំណើរស្នាក់នៅហូបចុកអីសពបែបយ៉ាងដើម្បីឲ្យខ្ញុំមកធ្វើជាសាក្សីអត់មានសោះខ្ញុំទៅធម្មតាស្ម័គ្រចិត្តស្រាប់តែមេធាវីការពារក្តីរបស់លឹមធីរីហៅខ្ញុំទៅធ្វើជាសាក្សីហើយដោយសារតែខ្ញុំវាគ្មានស្អីលាក់បាំងលាក់លៀមផងហើយខ្ញុំនៅក្នុងសវនាការគេហៅឈ្មោះខ្ញុំឡើងទៅស្បត់ធម្មតាហើយស្រាប់តែភ្លាមហ្នឹងខ្ញុំខ្លាយទៅជាផ្ទាំង10នៃការសួរសំណួរចាក់ស្រេះតាមពិតសំណួរទាំងអស់នេះគួរសួរទៅអ្នកបកប្រែខ្មែរម្នាក់នៅរដ្ឋ Washington State ដែលប្តឹងខ្ញុំតែថាប្តឹងទៅតុលាការតែខ្ញុំនឹងប្រព្រឹត្តខុសក្រមសីលធម៌អីវាគួរតែគាត់មិនមែនខ្ញុំទេព្រោះអីខ្ញុំខ្លាយទៅជាកម្មវត្ថុនៃការប្តឹងដែរអញ្ចឹងណាតែឥឡូវយកខ្ញុំទៅជាសាក្សីដើម្បីឲ្យជួយដោះបន្ទុកធារីសាក្សីហ្នឹងគឺគេគិតថាបើខ្ញុំនិយាយប្រាប់ឆ្លើយប្រាប់មេធាវីថាមិនពីទទួលកំហុសដែលខ្ញុំធ្វើហ្នឹងគឺពិតជាផ្ទុយខុសខិតក្រមវិជ្ជាជីវៈអីចឹងមែនចឹងសវនាការហ្នឹងត្រូវតែឆាចោលដើម្បីឲ្យគេជំនុំជម្រះឡើងវិញនេះគឺជាហេតុផលមួយដ៏រាក់កំផែលមែនតើព្រោះអីហេតុផលបែបនេះគឺហេតុអីខ្ញុំនឹងបញ្យល់ថាខ្ញុំឆ្លើយអីហើយខ្ញុំនឹងបញ្យល់ថាហេតុអីបានជាហេតុផលរាក់កំផែលយើងត្រូវចាំថានៅក្នុងសវនាការធារីនេះណាធារីបានជ្រើសរើសមិននិយាយអីមួយម៉ាត់សោះដូច្នេះបើយើងយកខ្ញុំទៅនិយាយឲ្យខូចគេឈ្មោះកិត្តិយសខ្ញុំនៅក្នុងសវនាការដើម្បីឲ្យយើងរលុបចោលរឿងក្តីហ្នឹងហើយឆាចោលហើយជំនុំជម្រះឡើងវិញតែក្នុងករណីមួយទេគឺខ្ញុំពិតជាបានបកប្រែឲ្យធារីឆ្លើយទៅក្នុងសំណួរដែលតុលាការសួរហើយនៅពេលដែលខ្ញុំប្រព្រឹត្តផ្ទុយនឹងវិជ្ជាជីវៈអ្នកបកប្រែអ្វីដែលខ្ញុំបកប្រែឲ្យធារីសំលេងដែលធារីនិយាយនៅក្នុងសវនាការឲ្យគេលឺគេដឹងចាត់ទុកជាមោខៈអីព្រោះអីខ្ញុំធ្វើខុសមានទំនាស់ផលប្រយោជន៍ផងមិនអនុវត្តតាមកិច្ចព្រមព្រៀងកិច្ចសន្យាការងាររបស់តុលាការលក្ខនឹងលក្ខអាហ្នឹងវាសមស្របវាមើលទៅស្ដាប់ទៅវា logic អាចឈ្នះក្តីគេបាននៅក្នុងន័យថាឥឡូវគាត់និយាយចឹងមែនចឹងធារីនិយាយអីបកប្រែទៅបើអ្នកបកប្រែហ្នឹងគេចាត់ទុកថាអត់បានការហើយចឹងអាសាដែលធារីនិយាយអីហ្នឹងក៏អត់បានការដែរអញ្ចឹងជំនុំជម្រះឡើងវិញមកប៉ុន្តែនេះធារីអត់បាននិយាយអីសំបីតែមួយម៉ាត់សវនាការ5ថ្ងៃមេធាវីនិងធារីជ្រើសរើសយកវិធីនៅស្ងៀមជាជាងសដីតពាជ័យខ្ចីជាជាងតនេមាត់គឺជារបៀបតតាំងក្តីរបស់ពួកគាត់អាហ្នឹងគឺគាត់អត់ឆ្លើយអីសោះដោយឲ្យតុលាការរកភ័ស្តុតាងទៅអញ្ចឹងធារីអង្គុយតែស្ដាប់តាខ្ញុំពីរអ្នកបកប្រែហ្នឹងគឺបកប្រែឲ្យគាត់ស្ដាប់មិនមែនបកប្រែឲ្យគាត់និយាយតបជំនុំសំណួរអីទាំងអស់ព្រោះគាត់អត់បាននិយាយអីដូច្នេះអ្វីដែលគាត់និយាយគឺវាអត់មានអញ្ចឹងបើគាត់ស្ដាប់ទៅហ្នឹងតើបើខ្ញុំបកប្រែទៅឲ្យគាត់ហ្នឹងហើយគាត់ស្ដាប់ហ្នឹងតើវាខុសឆ្គងអីទៅព្រោះវាអត់មានអតិពលអីខួរក្បាលអីឲ្យគាត់នៅក្នុងការយកមកសម្រេចក្តីតតាំងឆ្លើយសំណួរអីសាក់សីឬក៏បរិយាញ្ញាឬក៏ចៅក្រមអីឬក៏សមាជិកក្រុមជំនុំជម្រះអីវាអត់សោះដូច្នេះអាភ័ស្តុតាងហ្នឹងវារាក់កផែលពេកដោយសារអីបើធីរីអត់តាំងបាននិយាយអីផងហើយតាំងតើឲ្យអាគុណភាពបកប្រែហ្នឹងកវត្តចោលអីយ៉ាងម៉េចអាហ្នឹងរឿងមួយដែលខ្ញុំគិតថា
មិននឹកស្មានដល់ហើយហេតុអីបានជាយកខ្ញុំទៅជាសាក្សីខ្ញុំពងតែឆ្ងល់ហើយបើយកខ្ញុំទៅជាសាក្សីហេតុអីបានមេធាវីរបស់ធីរីអត់មាននិយាយអីជាមួយខ្ញុំមួយម៉ាត់ប្រាប់ខ្ញុំមកថាអូឥឡូវនេះខ្ញុំយកអ្នកឯងធ្វើជាសាក្សីអញ្ចឹងអ្នកឯងត្រូវទទួលកំហុសអញ្ចេះតើឧទាហរណ៍ណាខ្ញុំជឿថាធ្វើអញ្ចឹងក៏ខ្ញុំមិនព្រមដែរក៏ប៉ុន្តែគួរប្រាប់ថាណាធ្វើទទួលកំហុសអញ្ចេះទៅណាបើយើងខុសព្រមទទួលអីថាយើងធ្វើនឹងក្បត់វិជ្ជាជីវៈខុសក្រមសីលធម៌អីទៅចឹងបានន័យថាយើងទទួលស្គាល់ថាយើងធ្វើ YouTube នឹងខុសគោលការណ៍អីសពបែបយ៉ាងតឡាការគេរកឃើញថាមានបញ្ហាចឹងគេឆាចោលចឹងគេនឹងជំនុំជម្រះក្តីធីរីឡើងវិញអាហ្នឹងវាសំរុំខ្ញុំអាចទទួលខុសមួយនៅក្នុងន័យសង្គ្រោះសំណុំរឿងធីរីឧទាហរណ៍តែខ្ញុំនឹងមិនធ្វើអញ្ចឹងកើតទេវាក្បត់មនសិការខ្លួនឯងតែហៅនេះលោក Chase Smith ហៅខ្ញុំទៅជាសាក្សីនេះគឺក្នុងន័យដើម្បីទី1គឺឲ្យខ្ញុំคลายទៅជាអ្នកប្រព្រឹត្តកំហុសហ្នឹងឲ្យតឡាការទទួលឃើញច្បាស់ហើយអ្នកសម័យខ្លួននៅក្នុងហ្នឹងហើយមកចោតសួរខ្ញុំដូចជន់ជាប់ចោតចឹងប៉ុន្តែខ្ញុំបងប្អូនខ្ញុំវាមនុស្សណានៅពេលដែលយើងធ្វើអីក៏ដោយតែយើងគិតថាយើងធ្វើត្រឹមត្រូវខ្ញុំអត់មានខ្វល់អីខ្លាចអីឬក៏បារម្ភអីបន្តិចហើយខ្ញុំឆ្លើយដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកខ្លួនឯងគឺឆ្លើយហ្នឹងគឺឆ្លើយខូចសំណុំរឿងធីរីតែម្ដងតែខ្ញុំឆ្លើយការពារខ្លួនខ្ញុំបានគ្រប់ម៉ាត់អត់មានបញ្ហាអីសោះដោយសារអីជាកំហុសមេធាវីព្រោះនៅពេលដែលសួរខ្ញុំជាសាកសីដឹងសំណួរគាត់សួរថាម៉េចអីដំបងគាត់សួរខ្ញុំថាតើពិតជាមាន YouTube channel ដែលមានអ្នកមើលជិត 100k មែនអត់តាមពិត Chase Smith គាត់មិនដឹងរឿងអីទេដឹងមកពីអ្នកបកប្រែខ្មែរយើងនៅ Washington State ណាដែលប្តឹងខ្ញុំទៅតុលាការរឿងបកប្រែហ្នឹងដែលគាត់អាចនឹងប្រាប់លោក Chase Smith ឲ្យដឹងហើយជាការពិតគឺខ្ញុំមាន fan ជិត 100k ប៉ុន្តែអ្វីដែលគាត់អត់ដឹងមួយគឺតាក់ទងនឹងមាន viewer ជាង30លានអ្នកអីហ្នឹងណាហើយខ្ញុំក៏និយាយថាខ្ញុំមាន YouTube ចឹងមែនមាន fan ជិត 100k ចឹងមែនអ្នក subscriber ហើយគាត់សួរខ្ញុំទៀតថាតើ YouTube ហ្នឹងបើកផ្សាយតាំងពីមុនមានសំណុំរឿងធីរីហ្នឹងឬក៏មិនមែនរឿងនេះហើយដែលធ្វើឲ្យគាត់ចាញ់ក្តីគេបងប្អូនព្រោះអីប្រហែលជាអ្នកដែលប្រាប់គាត់ហ្នឹងគឺអត់បានធ្វើ homework គ្រប់គ្រាន់ YouTube ខ្ញុំបើកតាំងពីឆ្នាំ2012សំណុំរឿងធីរីកាត់ក្តីឆ្នាំ2022សំទោសផ្ទុះ2022ខែមករាឆ្នាំ2022 10ឆ្នាំខ្ញុំបើក YouTube 10ឆ្នាំមុននឹងមានសំណុំរឿងធីរីនឹងករណីឃាតកម្មតែសំណុំរឿងធីរីដែលយកមកជំនុំជម្រះមែនតែនណាដែលខ្ញុំចូលរួមណាទៅថ្ងៃទៅឆ្នាំ2005នេះទេ2025នេះទេគឺខែមេសាឆ្នាំ2025តានៅពេលនោះឯងដែលខ្ញុំចាប់ផ្ដើមខ្លាចទៅជាអ្នកបកប្រែនៅពេលនោះឯងជាលើកដំបូងដែលខ្ញុំចាប់ផ្ដើមដឹងសំណុំរឿងលឹមធីរីអញ្ចឹងខ្ញុំអត់ដែលដឹងសំណុំរឿងលឹមធីរីតាំងពីមុនមកទេមេធាវីសួរខ្ញុំថាតើខ្ញុំពិតជាបានផ្សាយសំណុំរឿងធីរីតាំងពីដើមមកមែនពួកអី YouTube ហ្នឹងផ្សាយអញ្ចឹងពីដើមមកហើយខ្ញុំតដាល់ផ្សាយលឹមធីរីពីមុនណាបើ YouTube ខ្ញុំបើកតាំង2012មកមែនក៏ប៉ុន្តែខ្ញុំទើបតែផ្សាយផលិតមាតិកាទើបតែខែ10ឆ្នាំ2024ហើយហ្នឹងអា2012ហ្នឹងគឺបានន័យថាបង្កើត YouTube ហ្នឹងចោលយូរហើយតែអត់ដែលមានផ្សាយអត់ដែលមានអីទាំងអស់គឺទុកចោលរហូតដល់ទៅ12ឆ្នាំទើបឆ្នាំ2024បាទខ្ញុំផ្សាយបានន័យថា2ឆ្នាំក្រោយករណីគិតកម្មរបស់ Lim Theory ហើយមកផ្សាយ Lim Theory នឹងផ្សាយឆ្នាំ2025ទៀតទើបផ្សាយមួយឆ្នាំមុននេះហ្នឹងបងប្អូនហើយដល់អញ្ចឹងទៅធ្វើឲ្យលោកមេធាវីការពារក្តី Lim Theory គាត់ចង់យកខ្ញុំមកនិយាយថាខ្ញុំនឹងលោកឡំជាមួយនឹងរឿង Lim Theory នឹងយូរហើយតាំងពីមុនគេជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកបកប្រែនៅតុលាការហ្នឹងមកម៉េះប៉ុន្តែពួកគាត់អត់បានធ្វើ homework អត់បានស្រាវជ្រាវឲ្យបានលម្អិតថា YouTube របស់ខ្ញុំហ្នឹងគឺសកម្មតាំងពីឆ្នាំ2000បើកពី2012មកប៉ុន្តែសកម្មទៅ2024ហ្នឹង25មកហើយដល់អញ្ចឹងរឿងសំណុំរឿងធីរីខ្ញុំមានដែលដឹងពីមុនណាមកដល់ពេលអត់ដឹងពីមុនមកវាខូចករណីហ្នឹងហើយព្រោះអីខ្ញុំអត់បានទៅលោកឡំនិយាយដឹងរឿងលឹមធីរីមកហើយដើម្បីមកចូលបកប្រែហើយវាប្រឡាក់ប្រឡោះហ្នឹងអត់ទៀតរឿងហ្នឹងចាញ់ក្តីគេអាហ្នឹងមួយចាញ់ក្តីគេទី2ទៀតគឺគាត់ថាខ្ញុំផ្សព្វផ្សាយលឹមធីរីនៅពេលដែលខ្ញុំកំពុងបកប្រែ
បងប្អូនបើបងប្អូនទៅមើល Facebook ហើយ YouTube របស់ខ្ញុំបានបងប្អូនដឹងខ្ញុំទៅរដ្ឋ Tennessee ជាលើកដំបូងនៅក្នុងខែមេសាឆ្នាំ2025ហើយខ្ញុំទៅហ្នឹងគឺខ្ញុំថតរូបពីមុខហ្នឹងអត់មានបងប្អូនណាដឹងថាខ្ញុំទៅ Clarksville ធ្វើអីផងទេបើអត់ដឹងរឿងហ្នឹងអត់ទាល់តែតុលាការសម្រេចក្តីសាលក្រមចេញថ្ងៃទី30ខែមេសាឆ្នាំ2025ចាប់ពីពេលនោះមកបានខ្ញុំចាប់ផ្ដើមផ្សព្វផ្សាយរឿងធីរីព្រោះដោយសារអីសាលក្រមចូលជាស្ថាពរជាសាធារណៈអស់ហើយចប់អត់មានរឿងតាក់ទងអីនឹងការងារខ្ញុំជាមួយនឹងតុលាការអីទៀតទេអស់ខ្ញុំដឹងតួនាទីខ្ញុំច្បាស់ណាស់ប៉ុន្តែអ្នករករឿងគេចេះតែរករឿងហើយខ្ញុំមិនមែនតែនទៅខ្ញុំមិនទៅជំទាស់អីទេព្រោះការដែលខ្ញុំជាអ្នកបកប្រែហើយហ៊ានយករឿងក្តីបកប្រែនឹងមកនិយាយជាមួយនៅលើបណ្ដាញសង្គមនៅលើលោកនេះមានអាមួងណារ៉េតទេព្រោះអ្នកដែលហ៊ានប្រថុយប្រឋានបែបនេះគឺប្រហែលជាមានតែមួងណារ៉េតទេហេតុអីបានជាខ្ញុំនិយាយចឹងទី1គឺប្រឈមនឹងបាត់បង់ការងារនឹងជារៀងរហូតដែរការងារនៅក្នុងតុលាការហ្នឹងគឺគេដាក់យើងនៅក្នុងបញ្ជីខ្មៅហើយតែខ្ញុំវាអត់មានស្ដាយសំណោះអីសោះហ្មងការពិតបងប្អូនទៅបកប្រែនៅក្នុងសវនាការ Lim Theory ហ្នឹងតែ5ថ្ងៃហ្នឹងគឺគេបង់លុយឲ្យខ្ញុំ$3,500 5ថ្ងៃ$3,500សម្រាប់ការដែលសេវាអាហ្នឹងទាំងថ្លៃនិយាយទៅទាំងថ្លៃហូបចុកទាំងថ្លៃអីទៀតប្រហែលជាជាង$5,000-6,000នៅក្នុងតែបកប្រែតែ5ថ្ងៃហ្នឹងឯងលុយច្រើនដែរចឹងនិយាយចឹងហើយបើយើងគិតមើលខ្ញុំខាតបាត់បង់លុយអស់ហ្នឹងខ្ញុំស្ដាយអត់មានស្ដាយអីតែបន្តិចព្រោះហេតុអីបានជាចឹងខ្ញុំការពារយុត្តិធម៌ហើយខ្ញុំដឹងភ្លាមតែខ្ញុំនិយាយរឿងហ្នឹងច្បាស់ជាមានមាជ្រែកហើយមាជ្រែកគ្រប់ទិសទីតឡាការក៏គេរករឿងប៉ុន្តែអ្វីដែលគេអត់ដឹងថាអ្វីដែលខ្ញុំផ្សព្វផ្សាយហ្នឹងគឺជាព័ត៌មានជាភាសាខ្មែរទី1វាអត់មានរងឥទ្ធិពលដល់ចៅក្រមណាទាំងអស់អ្នកសម្រេចក្តីនៅ Clarksville អត់ណាចេះខ្មែរមួយម៉ាត់ទេហើយខ្ញុំអត់បានផ្សព្វផ្សាយព័ត៌មានខ្ញុំជាភាសាអង់គ្លេសទៅទៀតអញ្ចឹងអ្នកជំនុំជម្រះអីដែលគេមកកាត់ក្តី13អ្នកអីរឿងករណី Lim Theory ហ្នឹងក៏គេអត់ដឹងថាខ្ញុំនិយាយអីហើយមិនដឹងថាខ្ញុំមាន channel YouTube អីក៏គេតែមិនដឹងហើយបើដឹងក៏មិនដឹងស្ដាប់អាមិនបានសំបីតតុលាការហ្នឹងដែលមករករឿងខ្ញុំតាមការប្តឹងរបស់អ្នកបកប្រែម្នាក់នៅរដ្ឋធានី Washington State ហ្នឹងក៏គេអត់ដឹងថាតើខ្លឹមសារហ្នឹងយ៉ាងម៉េចទៅលឺទៅតាមអ្វីដែលអ្នកបកប្រែហ្នឹងទូលពិតអីអញ្ចឹងទៅហើយដល់ពេលខ្ញុំពន្យល់ក៏គេទទួលយកទៅទៀតគេថាសំហេតុសំផលអត់អីទេគេគ្រាន់តែផ្ទៀងផ្ទាត់ទៅកុំឲ្យមានបញ្ហាអីចឹងហើយឃើញចាញ់ក្តីហ៎នៅពេលដែលខ្ញុំពន្យល់ប្រាប់តុលាការរួចទៅហើយថាខ្ញុំអត់បានបំពេញគោលការណ៍អីទាំងអស់តាក់ទងនៅក្នុងក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងការធ្វើជាអ្នកបកប្រែព្រោះខ្ញុំអត់បានរាយការណ៍តាក់ទងនឹងរឿងទំនាក់ទំនងមេធាវីនឹងកូនក្តីឬអីទេខ្ញុំរាយការណ៍តែអ្វីដែលជារបស់សាធារណៈនៅក្នុងសវនាការព្រោះសវនាការព្រមត្តនជាសវនាការសាធារណៈមិនចាំបាច់តែខ្ញុំនៅក្នុងហ្នឹងបានខ្ញុំដឹងឯងព្រោះអ្នកកសែតគេចូលទៅគេរាយការណ៍អញ្ចឹងយើងរាយការណ៍ពីអ្នកកសែតខ្ញុំបានការពារខ្លួនខ្ញុំដែរគឺខ្ញុំដឹងថាអាហ្នឹងខ្ញុំចាប់ផ្ដើមគេហៅថាយើង cross the line បងប្អូនយើងដើរហួសបន្ទាត់ក្រហមក៏ប៉ុន្តែមិនឲ្យធ្លាក់ជ្រុះជ្រៅដែរព្រោះខ្ញុំការពារខ្លួនត្រង់ថាខ្ញុំផ្សព្វផ្សាយតែព័ត៌មានទាំង lain ណាដែលគេសាធារណជនទូទៅក៏គេអាចរកបានគេផ្សាយបានវាមិនមែនជាយើងផ្សាយព័ត៌មានដែលយើងចុះទៅពេលមេធាវីខ្សឹបប្រាប់កូនក្តីឲ្យនិយាយថាម៉េចយើងអត់បាននិយាយរឿងហ្នឹងទាំងអស់ហើយខ្វះអីមកកណោធីរីជាមួយនឹង Chase Smith និយាយអីគេខ្លះខ្ញុំដឹងទាំងអស់តែខ្ញុំអត់បាននិយាយណាបងប្អូនមានបានដឹងរឿងហ្នឹងណាអត់ទាំងអស់ខ្ញុំអត់ដែរបាននិយាយថាអូធីរីប្រាប់មេធាវីឲ្យធ្វើអញ្ចេះអូមេធាវីប្រាប់ធីរីឲ្យធ្វើអញ្ចេះអត់មាននិយាយអីសោះហើយខ្ញុំមិនដឹង5ថ្ងៃហ្នឹងខ្ញុំជួបនិយាយរាល់ថ្ងៃហ្នឹងតាក់ទងនឹងធីរីចង់ឲ្យមេធាវីធ្វើអីមេធាវីចង់ឲ្យធីរីធ្វើអីហើយអាហ្នឹងខ្ញុំមិនទៅនិយាយប្រាប់បងប្អូនបានព្រោះវាជាការសម្ងាត់កូនក្តីហើយនឹងមេធាវីហើយខ្ញុំដឹងតែគោលការណ៍ហ្នឹងខ្ញុំនិយាយតែអ្វីដែលម្ដាយធីរីនិយាយអ្វីដែលម្ដាយធីរីប្រាប់ខ្ញុំធីរីប្រាប់ម្ដាយគាត់ក្រុមគ្រួសារគាត់ហើយខ្ញុំបានសម្ភាសអ្នកទាំងអស់នោះទៀតហើយដល់ពេលយកអាហ្នឹងមកជាភ័ស្តុតាងបងប្អូនឃើញចាញ់ក្តីគេចាញ់ក្តីដោយសារអីពេលដែលយកខ្ញុំធ្វើជាសាក្សីមេធាវីរបស់ Lim Theory អត់ពិគ្រោះជាមួយខ្ញុំមួយម៉ាត់ថាបើឲ្យខ្ញុំជាសាក្សីដើម្បីជួយឲ្យធីរីស្រាលខ្ញុំអត់ដឹងខ្លួនតែដល់ពេលឡើងទៅសួរនាំខ្ញុំតាក់ទងវិជ្ជាជីវៈរបស់ខ្ញុំគឺដោយស្វ័យប្រវត្តិគឺខ្ញុំការពារសេចក្តីថ្លៃថ្នូរអំពើត្រឹមត្រូវរបស់ខ្ញុំប៉ុន្តែវាធ្វើឲ្យធ្លាក់ក្តីរបស់ធីរីទៅវិញវាបានដំបងដងដាវហ្នឹងទៅឲ្យរដ្ឋអាជ្ញាទៅវិញហើយរដ្ឋអាជ្ញាអត់មានសួរសំណួរខ្ញុំអីមួយម៉ាត់ដោយសារគេដឹងថាមេធាវីយកសាក្សីមកស្មានតែសាក្សីដើម្បីបានចំណេញយកសាក្សីមកខាត
អញ្ចឹងខ្ញុំទៅជាបន្ទុកនៅក្នុងរឿងក្តីនឹងទៅវិញមិនមែនបន្ទុកដោយសារតែខ្ញុំទេគឺបន្ទុកដោយសារមេធាវីប្រើយុទ្ធសាស្ត្រតាក់ទិកជាមួយអ្នកបកប្រែខ្មែរម្នាក់នៅរដ្ឋធានី Washington ហ្នឹងគឺជារឿងរាក់កផែល